chó này mình men cái chong spray chong bưng như thế này chong khang nhom hơi chong thay chong nhìn ray chong này với cắt sâu như tao bảo bong ôn haแต่ตามด้านวิดีโอnhómนึงเคยเนี่ยแปลนี่คือnhómបានថតជប់ក្នុងវីដេអូច្រើនដែរដោយសារអីពេលខ្ញុំដើរថតទៅចាប់ខ្ញុំថតហ្នឹងឯងព្រោះនៅស្រុកស្រែចាំមិនណាថតនោះគាត់តែចង់បង្ហាញថាទេសភាពដែលនៅពីក្រោយខ្ញុំពីក្រោយការនិយាយរបស់ខ្ញុំគឺទេសភាពស្អាតចានិយាយបដើអើយបងប្អូនមើលទេសភាពបដើទោះបីយ៉ាងចំណុចខ្លះវាមិនតាក់ទងទៅនឹងទេសភាពក៏ដោយបងប្អូនក៏ប៉ុន្តែយើងមើលទៅឃើញស្អាតនេះកន្លែងនេះជាដើមបងប្អូនដែលគាត់ចង់ទស្សនាបែបស្រុកស្រែគឺត្រូវហើយតាមដានវីដេអូខ្ញុំតាមដាន channel របស់ខ្ញុំបាទអរុនសួស្តីអ្នកទាំងអស់គ្នាឥឡូវនេះកំពុងតែដើររឹសខ្យងនេះសារដាក់ថ្នាំវាកាលមុនវាងើបអត់អស់យើងមកមើលឃើញខ្យងនៅខ្លះដោយសារកាលមុនដែលខ្ញុំដាក់ថ្នាំខ្យងទឹកវាអត់ទាន់លិចអស់តាមនេះទឹកវាអត់ទាន់លិចខ្យងក៏វាអត់ងើបអស់ដែរដោយសារអីវានៅក្រាំងតាមអដីគូខ្យងនេះមិនមែនខ្យង spray ខ្យងបឹងយើងទេណាខ្យងខាងខ្ញុំហៅខ្យងថៃខ្យងចន្រៃខ្យងនេះវាកាត់ស្រូវខ្ញុំថាខ្យងចន្រៃវាកាត់ស្រូវភ្លេងដបងចេះបើសិនតែមិនដាក់ថ្នាំវាទេគឺកាត់ពេញធឹងឃើញខ្ញុំមើលទៀតឃើញនៅមួយទៀតមែនមិនមួយអីមើលច្រើនដែរបងប្អូនតែប៉ុណ្ណេះកាត់តិចមិនសិនតែទុកដើរមើលលីស្រូវនេះវានៅវាអត់ធំប្រហែលទេដល់តិចទេនៅចង្ការនៅអាគិតចង្ការនេះកាស្វាយបានខ្លាំងប្រហែលបៅទៅធ្វើឆ្នាំនេះឯងដែរនេះឆ្នាំមុនបងក៏ធ្វើអាខ្យងនេះបងប្អូននេះខ្យងនេះណាវាធំលឿនទោះបីយើងដាក់ថ្នាំក៏នៅតែវាកើតមកលឿនដែរដឹងមិនវាតែវាច្រើនមែនទេខ្យងនេះអត់មានចាំធំពេញកំឡោះពេញកមុំទេបានវាពងអត់ទេខ្យងនេះគឺធំបណ្ដើពងបណ្ដើចឹងបានវាលឿនណាស់មានតែធំឲ្យវាចាំពងអត់ទេទៅវាដល់ពងគឺពងបណ្ដើធំបណ្ដើទៅហូតដល់វាធំប៉ុណ្ណាណៃទៀតវាថាវាខ្លាំងទេណាខ្យងនេះចង់ចុះវិញខ្ញុំមួយនឹងថ្ងៃដែរឡើយតាមមកមើលយូរតែខ្លាចវានៅមានតែមុនបានទឹកច្រើនប៉ុណ្ណេះដាក់ថ្នាំក៏វាក្រិនដែរតែខ្ញុំតែចាំទឹកច្រើនចាំដាក់ថ្នាំវាអត់កើតតែតាមទឹកលោកវាកាត់ឡើងណាណៃបាញ់ថ្នាំគឺអត់សូវងើបដែរវាអត់សូវងើបគឺអត់ងើបដល់តាមគូស្មៅលេខស្មៅអត់ទឹកបាញ់ថ្នាំអត់ងើបទេមិនដែលនឹងគឺយ៉ាងណាទេឥឡូវងាកមកខាងបងប្អូនវិញបងប្អូនទេសភាពចេះមិនដែរបងប្អូនទេសភាពនៅស្រុកស្រែនិយាយទៅវីដេអូរបស់ខ្ញុំគាត់ថាចង់ចេះដឹងខាងរបៀបរលុយតាម YouTube ឬក៏ Facebook អីតាមដាន Facebook ខ្ញុំឥឡូវនេះតាមដាន YouTube ខ្ញុំឥឡូវនេះគឺអត់មានចំណេះដឹងខាងនោះទេមានតែចែករំលែកខាងទេសភាពនៅស្រុកស្រែនេះព្រោះខ្ញុំអត់មានជំនាញខាងនោះប៉ុន្តែបើសិនទៅមុខទៀតខ្ញុំអាចវិវត្តខ្លួនក៏ដូចជាចេះដឹងច្រើនខាង
ការរលួយតាម YouTube Facebook អីខ្ញុំនឹងចែករំលែកក៏ប៉ុន្តែជាក់ស្ដែងឥឡូវនេះបច្ចុប្បន្ននេះវីដេអូដែលខ្ញុំចេញគឺបង្ហាញតែសកម្មភាពតាមស្រុកស្រែក៏ដូចជាទេសភាពហ្នឹងឯងបងប្អូនឬក៏សកម្មភាពប្រចាំថ្ងៃចែករំលែកទៅដល់បងប្អូនដែលគាត់ចង់ទស្សនាបែបស្រុកស្រែគឺត្រូវហើយតាមដានវីដេអូខ្ញុំតាមដាន channel របស់ខ្ញុំក៏ប៉ុន្តែបើចង់រកចំណេះដឹងផ្សេងមិនបាច់តាមដានទេនិយាយត្រង់ប្រយទៅនេះតែគុំធំបានមកគុំទៅនេះតែអត់មកឆ្លូកនិយាយបានមកជុះនិយាយទេនេះឡើយខ្ជិលពេកស្មៅស្រូវនៅថ្លក់ដដែលច្រើនដួលខ្លាំងនេះខ្យល់ខ្លាំងបាក់ដើមស្វាយនេះបងប្អូនអើយទុំបាត់ហើយនេះភ្លេចអានេះទុំចិត្តជ្រុះអស់ហើយនោះបងប្អូនអានេះហៅថាផ្លែទង្គៀបក្តាមនិយាយទៅបងប្អូនហាតែតាមដានវីដេអូខ្ញុំនឹងឃើញអាផ្លែនេះព្រោះខ្ញុំបានថតជាប់ក្នុងវីដេអូច្រើនដែរដោយសារអីពេលខ្ញុំដើរថតទៅចាប់ខ្ញុំថតហ្នឹងឯងព្រោះនៅស្រុកស្រែចាំមិនណាថតអានោះចែកម្លែកដល់អ្នកទស្សនាមើលផ្លែច្រើនដែរណាខ្ញុំអត់ទៅនេះសាទេនេះវិសាអីវាព្រឹកពេកព្រលឹមពេកនេះទងមកម៉ានអីនេះមីងម៉ោង7ម៉ោង8អីហ្នឹងឯងសានេះต้องព្រឹកពីអត់កើតទេជួប៉ុន្តែបើពេលថ្ងៃគឺពេលរសៀលឯងត្រូវដាក់អំបិលម្ទេសទោះបីមានអំបិលម្ទេសក៏ត្រូវដែរនេះហៅថាផ្លែទង្គៀបក្តាមអូនេះអាដើមនេះវឿនេះវាច្រើនទៅពេលវាធំទៅឧទាហរណ៍ថានេះបន្ទុកយូរនេះអាដើមចេះតែវាឡើងគឺពេញនេះវឿនេះខាងខ្ញុំហៅថាវឿសក់នាងក៏ប៉ុន្តែមិនដឹងថានៅតាមតំបន់ផ្សេងហៅអីទេខាងខ្ញុំហៅថាវឿសក់នាងគឺតែខ្ញុំថតកែប្រៃមុនហើយវីដេអូមុនដែលខ្ញុំផុសនេះវីដេអូបងប្អូនបងជឿចូលមើលវីដេអូមុនឆែកមើលក្នុង channel ខ្ញុំទៅឃើញមានរូបកែបវាមានពឿបៃតងពឿអីនេះអានោះខាងខ្ញុំហៅកែប្រៃភូមិខ្ញុំក៏ប៉ុន្តែស្រាប់តែខ្ញុំផុសវីដេអូនោះហើយអ្នកជួបអ្នកដែលគិតតែតាមដានវីដេអូខ្ញុំអូមាន fan មួយទៅគិតតាមដានទៅគិតថាគិតហៅកែប្រៃដែរក៏ប៉ុន្តែមានបងខ្លះដែលគិតនៅនោះដែរគាត់ថាអត់ទេខាងគិតហៅកញ្ចាញ់ជីកចឹងគេថាវាខុសគ្នាតាមតំបន់តែមិនដឹងថាឈ្មោះវាពិតប្រកបឈ្មោះមិនញ៉ាបានឆែកមើលក្នុង dictionary របស់សម្ដេចសង្ឃជួនណាតតែប៉ុន្តែខ្ញុំវីដេអូនោះខ្ញុំក៏បានបញ្ជាក់ដែរថាអីខ្ញុំហៅកែប្រៃក៏មិនតែមិនដឹងថាខាង Facebook បងប្អូនហៅអីទេចឹងណាខ្ញុំបានបញ្ជាក់ស្រេចដែរក៏ប៉ុន្តែមិនថ្មីទេពេលដែលគិតបានឃើញវីដេអូនោះគិតក៏សប្បាយចិត្តថាអូមែនតើខាងគិតត្រឹមតែហៅកញ្ចាញ់ជែកតែពេលលឺចំហៅចោះប្លែកដែរចឹងបានថាទោះបីវានៅស្រុកស្រែដូចគ្នាក៏មែនក៏ប៉ុន្តែការហៅការនិយាយវាមិនដូចគ្នាទេក៏ទៅកែបក៏ខុសគ្នាចឹងវីដេអូនេះខ្ញុំជូនអ្នកដែលចូលចិត្តទេសភាពស្រុកស្រែអញ្ចឹងខ្ញុំជូនជាពិសេសត្មងបានមើលហើយឃើញមើលដល់កន្លែងនេះឬក៏មើលឲ្យចប់កុំភ្លេចញឹមផងស្រូវវាអត់ទាន់ជាល្អណាស់ណាទេបងប្អូនមើលពីលើចឹងដឹងទៅស្រូវស្ដើងតែពេលមើលទៅដូចស្រូវក្រាស់ហ្នឹងតែបានដាក់ជីអីផងនេះទឹកវាអត់ទាន់បានច្រើនទឹកមានទឹកច្រើនដល់បាញ់ឆ្នាំនោះមិនអីងើបស្មៅនេះមិនមកទេ
បាញ់ឆ្នាំច្រើនខ្លាចយើងរួចថ្លៃឆ្នាំស្រូវធោក៏ចប់ស្រូវនេះបងប្អូនវាពិបាកដែរខ្ញុំព្រោះចាំថ្ងៃភ្លេងព្រោះតែរួចភ្លេងមកភ្លឹបបណ្ដោយអញ្ចឹងហើយរើសវាអត់បានភ្លាមឯណាខ្ញុំទុកលើ3ថ្ងៃ3ថ្ងៃ4ថ្ងៃថ្ងៃទី4បានមករើសដោយសារអីដីតាមនេះវាស្អិតទេវាស្លោះដីស្អិតទេស្លោះចេះទុកថ្ងៃទី4ដែលខ្ញុំមករើសខ្ញុំមិនពលម្ដងមិនតោះថារើសទេព្រោះវាយូរហើយវាស្រូវល្បែកមកចាប់ខ្លះក៏ប៉ុន្តែខ្ញុំឃើញសัตว์វាស៊ីពេកខ្ញុំគិតថាទុកអត់កើតជាងហើយមិនមែនតែរើសយកយន្តមករើសខ្ចីយន្តបងមករើសមិនអីស្នំទៅចេះគឺថាស្នំទៅចុះស្នំណាស់ទេវាគ្រឿនអូស្រូវជុំខ្ញុំបាញ់ឆ្នាំងឹបទៅនេះដើមពេញពូជតែអត់ងឹបអស់ហ្នឹងវាលួយខ្លះអន់អូខ្លាំងទៅណាចំខ្លាំងវាងឹបដែរនោះគ្រោមមូលហេតុឃើញបងប្អូនអើយអានេះដោយសារមកពីអាធុងបាញ់ឆ្នាំខ្ញុំនោះវាសយពេកឥឡូវទៅណាចំដែលខ្ញុំបាញ់ទៅចំតែច្រើនវាងឹបធុងបាញ់ឆ្នាំខ្ញុំនោះចេះវាអាគុយវាអត់កាន់ទៅសាក់ទៅវាកម្លាំងពេលយើងបាញ់ទៅវាអត់សសប់ឆ្នាំទឹកឆ្នាំវាអត់សូវចេញច្រើនអត់សូវងឹបទេអូដល់ពេលចេះមិនដឹងថាវាមកពីអាបាញ់ឆ្នាំមកដែលមិនសំខាន់ទៅលើឆ្នាំទេក៏ឆ្នាំវាបាញ់មិនបានសពវាអត់មានទឹកនោះអញ្ចឹងហើយវាអត់បានលាយសពពីតាណាណៃទីហេតុមួយយ៉ាងដែរសរុបសេចក្តីមកវិញបងប្អូនអើយយោលកត្រាអូនេះស្មាត់ខាងដាក់ត្រីតែរឹកចងវាខ្ញុំដាក់ថ្នាំកាលមុនទឹកគេមិនសូវមានច្រើនទេមិនវាចេញមកទៀតឡើងសាច់បានត្រីវាណែបានទីរើនេះរត់ត្រីមានអង្គរៈច្រើនទៀតនោះអូបាយផ្ទះកណោរត់តាមមកទាំងអស់ដល់ទៅវិញតាមទាំងអស់មីងមកតាមស្ទឹងនេះញ៉ាំមិញអូស្ទឹងទឹកចិនមានមកច្រើនតាមស្ទឹងដល់ទៅអូទៅឆ្ងាយដែរចុះមានអស់ក្លារអលដោយតូមិនណៃដៃស្អិតចេះចុះអលឡើងមិញលកត្រាក់អស់ពុទ្ធថតនិយាយរੂទៅឯងមកមានស្រែកហូភ្ញាក់អត់ជាលទ្ធផលប៉ុណ្ណេះឯងខ្យងវាមិនមែនអស់ទេដោយសារវារាំងថ្ងៃដែរខ្យងវាចុះវិញថានៅតិចវាតិចដែរតែវារាំងភ្លឺបើថានៅអារឹងមេឃរឹងប្លុបអីអានោះខ្យងគឺវានៅវាចេញច្រើនព្រោះខ្យងវាចេញពីយប់អញ្ចឹងអរគុណមែនទេបងប្អូនសម្រាប់អ្នកដែលបានមើលវីដេអូនេះដល់ចប់គឺអរគុណមែនទេដែលបានតាមដានពីសកម្មភាពមកហើយវីដេអូដែលខ្ញុំនិយាយក្នុងអត្ថន័យដែលខ្ញុំនិយាយក្នុងវីដេអូនេះគឺអ្នកដែលបានតាមដានគឺដឹងហើយនិយាយចុះនិយាយឡើងនឹកឃើញតាណានិយាយដល់ទៅព្រោះអីវីដេអូអត់បានព្រៀងគាត់តែចង់បង្ហាញថាទេសភាពដែលនៅពីក្រោយខ្ញុំពីក្រោយការនិយាយរបស់ខ្ញុំគឺទេសភាពស្អាតចេះនិយាយបដិមើលទេសភាពអើយបងប្អូនមើលទេសភាពបដិទោះបីចំណុចខ្លះវាមិនតាក់ទងទៅនឹងទេសភាពក៏ដោយបងប្អូនក៏ប៉ុន្តែយើងមើលទៅឃើញស្អាតនេះកន្លែងនេះជាដើម
ចឹងហើយបងប្អូនជាចុងក្រោយអត់មានអីច្រើនទេបងប្អូនអរគុណច្រើនមែនទែនសម្រាប់ការតាមដានទស្សនាវីដេអូនេះជួបគ្នានៅវីដេអូក្រោយទៀតនេះឯងអរគុណច្រើន